សួស្តីរបៀបបដូរអេក្រង់ iPhone ងាយបងយើងតែវាដើរស្រួលយល់អស់ហើយយើងចាប់ផ្ដើមយកឧបករណ៍ត្រជាក់យកមកកັບចូលកន្លែងក្បាលអេក្រង់ iPhone ហ្នឹងមកកັບវាចំកន្លែងវាមកហើយយើងចាប់ផ្ដើមចាប់ខ្ចៅចូលមកហ្នឹង sensor ឧបករណ៍ត្រជាក់ពេលខ្លះឆេលុតអីក៏មកពីបញ្ហា sensor ហ្នឹងដែរពេលខ្លះបើទូរស័ព្ទយើងបើកទៅចេញតែ iPhone Apple បន្តិចទៅលុតទៅវិញបន្តិចទៅបើកបន្តិចទៅបិទជួនកាលមកពី sensor ហ្នឹងដែរដូរ sensor ហ្នឹងមកគ្របទៅដើរវិញហើយចាប់ខ្ចៅ sensor ចូលរួចរាល់ហើយចាប់ផ្ដើមចាប់ខ្ចៅជើងថ្មមួយទៀតថ្មវារៀងប៉ោងតិចដែរតែម្ចាស់គាត់អត់ដូរផងហើយចាប់ស្នាប់ជើងថ្មមួយទៀតឲ្យហើយ iPhone 11តើយើងចាប់ស្នាប់ជើងថ្មរួចបានយើងអាចកាប់អេក្រង់ចូលបានហើយបានយើងអាចកាប់ជើងស្នាប់គ្របអេក្រង់មួយទៀតបានឥឡូវចាប់ខ្ចៅចូល3គ្រាប់កន្លែងហ្នឹងចាប់ខ្ចៅចូលមកវារៀងទល់តិចដែរតែម្ចាស់គាត់អត់តន់ដូរហើយយើងចាប់អេក្រង់ចូលមកកាប់ឲ្យត្រូវជើងស្នាប់វាទាំង3កន្លែងហ្នឹងមកទាំងជើងអេក្រង់2ជើងអេក្រង់ទាំងជើងថាច់និងជើង sensor ហ្នឹងមកហើយបន្តទៀតយើងដាក់ snap វាចូលមក snap គ្របអេក្រង់ហ្នឹងហើយយើងចាប់ផ្ដើមចាប់ខ្ចៅចូលបន្តទៀតហើយបញ្ហាបដូរអេក្រង់ហ្នឹងភាគច្រើនមានតែចាប់ខ្ចៅហ្នឹងអត់សូវពិបាកប៉ុន្មានអត់សូវមានអ្នកធ្វើដែរវីដេអូអញ្ចឹងដែរខ្ញុំអត់សុខហើយតែហ៊ានធ្វើដៃថ្មីឥឡូវហ៊ានធ្វើអ្វីទាំងអស់វាផ្ដើមចេញពីការខំប្រឹងរៀនខំប្រឹងធ្វើចាប់ពីបន្តិចបន្តួចទៅរហូតដល់ចេះស្ទាត់ហើយក៏ដើម្បីធ្វើដំណើរទៅមុខឲ្យបានឆ្ងាយក៏យើងផ្ដើមពីមួយជំហានណាមួយជំហានដំបូងណាឥឡូវខ្ញុំគិតថាផ្ដើមចេញពីមួយជំហានដំបូងទៅហើយឥឡូវយើងចាប់ខ្ចៅចូលរួចរាល់ហើយយើងចាប់ផ្ដើមកាប់អេក្រង់ចូលយើងកាប់សកត់ពាត់មកជុំមកស្កតវាឲ្យស្មើពាត់អេក្រង់មកជុំមកហើយទៀងទល់តិចដែរដោយសារប៉ោងថ្មហើយយើងចុចបើកគ្រឿងវាមកពេលកំពុងបើកគ្រឿងហ្នឹងយើងចាប់ខ្ចៅវាពីគ្រាប់ក្រោមទៀតវាដើរទៅពេលយើងចាប់ខ្ចៅរួចយើងចុចធ្វើតេស្តវាបានមកហើយកំពុងតែចាប់ខ្ចៅចូលពីគ្រាប់បង្ហើយបាទវាចេញបែបនេះយើងអូសតេស្តថាច់វាចុចលេងតេស្តថាច់វាសាមើលដើរស្រួលទៅអត់ចឹងណាតេស្តកម្មវិធីមកធូសទៅឲ្យវាដើរស្រួលហើយយើងទុកមក plate សិនយើងទៅរក screen មួយថែមឲ្យភ្ញៀវដាក់ screen ឲ្យល្អឲ្យមួយ OG ឲ្យមកស្លឹកទៀតយើង screen វាលោសិនមកក្លោវាទៅឃើញថាវាទៅហើយយើងចាប់ផ្ដើមបក fill ចេញដាក់ screen ថ្មីចូលផ្លាច់មកសេរីឲ្យថយជុំវាមកធ្វើម៉េចឲ្យចំកណ្ដាល screen ឲ្យចំកណ្ដាលទូរស័ព្ទមកអូតាមកណ្ដាលមួយឆ្នូតមកហើយយើងសកត់ពពុះខ្យល់ហ្នឹងឲ្យចេញអស់មកស្កត់ខ្យល់ឲ្យវាហៀបឲ្យអស់មកនេះវារៀងទល់តែអីទេពេលអ៊ុត screen ទៅស្មើល្អវិញមានចេញខ្យល់ចេញអីទេហើយយើងតេស្តម្ដងទៀតទៅមុននឹងឲ្យភ្ញៀវណាហើយអេក្រង់ចាស់វាឡើយអេក្រង់ថ្មីដូររួចរាល់ហើយតែឲ្យភ្ញៀវបានយកទៅប្រើបានភ្លាមហើយអរគុណច្រើនសម្រាប់ការទស្សនាវីដេអូខ្ញុំ